ក្នុងអត្ថន័យក្នុងពីសតនបិដកមហាបរិទ្ធពានសូត្រហ្នឹងសម្ដែងអំពីនិយមធម៌5មួយគឺអតនិយមហើយពីរចិត្តនិយមរបស់ពូជនិយមរបស់ពូជហ្នឹងដូចជាតេនជាតិរុក្ខជាតិជលជាតិអីវាមានការផ្សេងគ្នាយ៉ាងណាទៅតាមពូជរបស់វាអញ្ចឹងវាជាធម្មតារបស់ធម្មជាតិហ្នឹងទីពីរឧត្តមនិយមរបស់ឧត្តមគឺរដូវជាវស្សានរដូវជាកឹង្ហរដូវជាការរដូវទាំងអស់ហ្នឹងវាអាចធ្វើឲ្យការទៅជាការឈូកអីហ្នឹងរីកនៅពេលថ្ងៃហើយរួមទៅវិញនៅពេលយប់អីចឹងទៅស្លឹកឈើខ្លះក៏អញ្ចឹងដែរដោយសាររដូវហ្នឹងរដូវខ្លះក៏ធ្វើឲ្យយើងបែកញើសដូចក្តៅពេលស្ដាប់ធូរជុំគ្នាចឹងក្តៅយើងបែកញើសនោះដោយសាររដូវណាឧត្តមអាកាសធាតុណាហើយពីការរហូតឲ្យយើងកើតជំងឺសើស្បែកដោយសារត្រូវកម្ដៅថ្ងៃអីចឹងទៅជាធម្មតាអត់មានអ្នកណាទៅបង្កើតទៀតទេហើយចិត្តនិយមជានិយមរបស់ចិត្តគឺជាការដឹងអារម្មណ៍ផ្សេងអារម្មណ៍ដែលជាទីសប្បាយជាទីមិនសប្បាយហ្នឹងវាមិនមែនព្រឹកនាំឲ្យយើងសប្បាយព្រឹកនាំឲ្យយើងកើតទុកតែម្ដងទេហើយយើងជ្រាបដែរសម្លេងជាសម្លេងល្អយ៉ាងណាគេសរសើរយ៉ាងម៉េចគេលើកតម្កើងយ៉ាងម៉េចចិត្តដែលដឹងសម្លេងនោះមិនដែលបានកើតជាមួយសោមនស្សទេគឺកើតជាមួយឧបេក្ខាជានិច្ចហ្នឹងយើងសិក្សាជ្រាបដែរចិត្តដែលសម្រាប់ដឹងសម្លេងហ្នឹងដែលជាចិត្តដឹងសម្លេងផ្ទាល់ដែលជាសត្វទីអារម្មណ៍ដែលជាអារម្មណ៍របស់វិញ្ញាណហ្នឹងវិញ្ញាណអីសោតវិញ្ញាណណាសត្វទីអារម្មណ៍ជាអារម្មណ៍របស់អីជាអារម្មណ៍របស់សោតវិញ្ញាណដោយផ្ទាល់អាហ្នឹងដោយផ្ទាល់ណាហ្នឹងពធហ្នឹងគឺសម្ដែងថាជាអារម្មណ៍របស់សោតវិញ្ញាណនិងធម៌ដែលសាមប្រយុទ្ធជាមួយសោតវិញ្ញាណហ្នឹងសត្វទីអារម្មណ៍ហើយសោតវិញ្ញាណនេះវិញ្ញាណដែលកើតនឹងតិចរបស់យើងហ្នឹងប្រកបដោយវេទនាអីដោយឧបេក្ខាវេទនាណាមិនមែនកើតដោយសោមនស្សទេចុះសោមនស្សដែលប្រព្រឹត្តទៅបាននៅក្នុងពេលណានៅតែជាមួយនឹងជាវណៈចិត្តមែនទេហ្នឹងហើយអាចសន្តិរណៈក៏មានខ្លះដែរតែទីលំបណ្ណាអីនោះប៉ុន្តែដោយច្រើនគឺជាវណៈចិត្តនៅក្នុងមនោទ្វេហ្នឹងទេចិត្តដែលសប្បាយហ្នឹងមិនមែនចិត្តនៅអាស្រ័យនឹងត្រចៀកហ្នឹងទេចិត្តដែលសប្បាយហ្នឹងអាស្រ័យនៅក្នុងហត្ថយវត្ថុគឺបាច់ដូងឯនោះទេឃើញទេអានេះដែលស្មាផ្ដើមខាងដើមថារឿងដែលសប្បាយរឿងដែលកើតទុកវាមិនមែននាំព្រឹកចូលទៅដល់បណ្ដាចិត្តយើងខាងក្នុងតែម្ដងទេវាដាច់ពីគ្នាហ្នឹងសម្លេងហ្នឹងដែលគេសរសើរដែលគេរាប់អានគេលើកបញ្ចូលអីសពគ្រប់តាមពិតវារលត់បាត់ទៅហើយណាគេនិយាយមកគេថាយើងហ្នឹងចិត្តល្អណាគេសរសើរណាគេសរសើរយើងហ្នឹងបងចិត្តល្អជួនកាលខ្លួនឯងចិត្តសូវល្អផងក៏ចូលជាមួយគេថាដែរអាហ្នឹងវាអញ្ចឹងបើគេថាចិត្តអាក្រក់វិញមកសំខាន់ឥឡូវហ្នឹងណាហើយសភាពពិតយើងដឹងហើយខ្លួនយើងចិត្តល្អមិនល្អយើងដឹងហើយដាច់សូវនិយាយអាក្រក់អីសពគ្រប់អាហ្នឹងយើងក៏ដឹងថានៅមានប៉ុន្តែពេលគេថាយើងហ្នឹងចិត្តល្អនឹកគេនិយាយមកថាយើងហ្នឹងចិត្តល្អសម្លេងតែចិត្តល្អហ្នឹងរលត់បាត់ហើយណារលត់តែគេឈប់និយាយហ្នឹងតែវាបន្តទៅតាមអាកាសធាតុតែប៉ុណ្ណោះតាមអាកាសធាតុឧទាហរណ៍ជញ្ជាំងមួយយើងស្ថិតនៅក្នុងជញ្ជាំងម្ខាងគេនៅក្នុងបន្ទប់ម្ខាងតែបាត់ចិត្តគេសរសើរថាបងណាចិត្តល្អណាស់ដាក់កញ្ចក់ឲ្យមើលប៉ុន្តែគេបាត់ចិត្តលឺទេលឺតែគេនិយាយថាម៉េចទេអត់ទេព្រោះសំឡេងហ្នឹងអត់បានមកទេសម្លេងនឹងកើតដូចគ្នាដូច្នេះសម្លេងរបស់អ្នកនិយាយនៅជាមួយនឹងអ្នកដទៃនោះតែប៉ុណ្ណោះអត់បានឆ្លងអីមកដល់យើងតែឧត្តមវិការបន្តគ្នាទៅមកតានឹងសោតប្រសាណាហើយសោតប្រសាទៅហើយមុននឹងសោតវិញ្ញាណកើតមានអីមានចិត្តច្រើនណាស់មែនទេមានតាំងពីអតីតប្រវេងកចរណៈប្រវេងគុបឆេតៈបញ្ញពេរិវចនៈហើយបានសោតប្រសាកើតហើយសោតវិញ្ញាណកើតបន្តច្រើនតែមកទៀតដែលជាចិត្តនិយមមែនទេអត់មានកើតបណ្ដាំបច្ចេកគ្នាបានទេរលត់ទៅតាមបដិឆន្ទៈចិត្តកើតរលត់ទៅសន្តិរណៈកើតរលត់ទៅវោធវណៈកើតបាទអារម្មណ៍នោះធំឬក៏ខ្លាំងទៅជាវណៈកើត7កណៈហើយក៏សតិលក្ខណៈទៅរបៀបនេះច្រើនដងដែលយើងថាអតីតកហនវិថីសមោហកហនវិថីនាមកហនវិថីអដ្ឋកហនវិថីនោះវាច្រើនត្រឡប់ចឹងហើយ
រត់លៀងឋានៈទៅដឹងថាគេពោលថាបងឯងចិត្តល្អតាមពិតអាចចិត្តតែគិតមុនទៅតែអតីតកិរិយាវិធីអត់តដឹងស្អីសោះងាប់អស់ហើយចិត្តហ្នឹងតែវាបញ្ជូនមកទាំងអស់ចិត្តក្រោយទេដែលបានតំណែងពីចិត្តមុននោះថាគេនិយាយថាបងចិត្តល្អឃើញទេសូម្បីតែចិត្តដឹងពីមុនក៏រលត់សំឡេងដែលនិយាយនោះក៏រលត់អត់ទៅហើយតែការដែលយើងធ្វើទុកក្នុងចិត្តតែប៉ុណ្ណោះតែទៅជាចូលតែទៅជាត្រេកអរឃើញទេអញ្ចឹងបានវិញ្ញាណហ្នឹងញាតិញោមព្រះសម្មាសម្ពុទ្ធមានផែនពងដូចជាព្រះអាទិត្យព្រះអង្គទ្រង់សាត្រាសម្ដែងថាដូចកលមេយាតែថាដូចកលមេយាហ្នឹងវាមិនមែនពិតទេវាជារបស់ខ្លាំងខ្លាយវាជារបស់បន្លំណាបោកសំម្លេចឲ្យកើតទៅជារូបរាងមនុស្សស្រីមនុស្សប្រុសចាប់យកក្នុងនិមិត្តចាប់យកក្នុងសម្លេងសពប្រការទាំងអស់ធ្វើឲ្យយើងហ្នឹងមកជ្រុកនៅក្នុងអ្វីទាំងអស់ដែលបានដឹងបានលឺហ្នឹងអាហ្នឹងយើងពិសោធន៍ប៉ុណ្ណឹងបានដឹងហើយណាមិនមែនពាក្យអ្នកនិយាយហ្នឹងបានចូលមកដល់ក្នុងសន្តានចិត្តយើងតែម្ដងទេហ្នឹងដែលយើងសិក្សាទៅបានឃើញដោយច្បាស់ថាវាជារឿងដាច់ដោយឡែកពីគ្នាវាមិនមែនជារឿងតាក់ទងគ្នាអញ្ញាអីទេបើមិនជាឲ្យតែពាក្យអ្នកនិយាយចូលមកដល់ចិត្តភ្លឹកអ្នកនិយាយចូលមកដល់ចិត្តភ្លឹកអញ្ចឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់មានសេចក្តីសោកសេចក្តីឈឺចាប់ព្រោះពាក្យគេព្រោះអំពើគេឃើញទេហ្នឹងអញ្ចឹងក៏ព្រះអង្គមានសេចក្តីឈឺចាប់ដែរតែពាក្យអ្នកដតីទាំងអស់នោះថ្មច្រើននិយាយរឿងពាក្យហ្នឹងព្រោះយើងរស់នៅជាមួយគ្នាវាច្រើនតែតាក់ទងដោយពាក្យសម្ដីរឿងផ្សេងៗទៀតវាមិនទៅទេបានតែខ្លួនហ្នឹងនិយាយរឿងហ្នឹងទៅវាឆាប់យល់ហ្នឹងសេចក្តីទុកសោកក្រាប់គ្រប់ប្រការគឺក៏ដូចគ្នាអញ្ចឹងដែរណាដូចកាយតាមផ្លូវកាយចុកពោះឬក៏ត្រូវរលាកភ្លើងណារលាកភ្លើងណាវាមិនដែលភ្លើងមកដល់ប៉ះសាច់ផឹកទៅជាតោម្ដងយំអីភ្លាមអញ្ចឹងទេកាយវិញ្ញាណប្រកបដោយទុក្ខវេទនាអាហ្នឹងដែលមុនដំបូងនោះវាមិនមែនជាតោម្ដងមិនមែនជាធម្មតាទេតែជាទុក្ខវេទនាតាមផ្លូវកាយអញ្ចឹងទៅជាក្តៅអីសោះគ្រប់មិនព្រឹកទៅដល់សន្តានចិត្តតែម្ដងទេតែម្ដងទេណាមានដូចជាពេលដែលយើងសម្រានលក់ណាខ្ញុំសម្រានលក់អីទៅជួនកាលឧទាហរណ៍ដែលយើងដាក់តិគីមិនស្រួលវាកំពុងប្រេងទៅឆេះអស់មួយសន្ធឹកលាអស់សន្ធឹកមិនដឹងខ្លួនក៏មានដែរមានផ្លុកគេអញ្ចឹងដែរណាវាមិនមែនព្រឹកចូលមកដល់សន្តានចិត្តព្រាមតែម្ដងទេជំរុំតែដឹងហ្នឹងវាឆ្លងកាត់ចិត្តច្រើនណាប៉ុន្តែនេះអាស្រ័យលើការធ្វើទុកក្នុងចិត្តដែលខ្មែរនិយាយឲ្យច្រើនក្នុងនេះគឺដើម្បីបង្ហាញថាការដែលយើងមានធម៌ជាគ្រឿងអប់រំស្មារតីរឿងមួយដដែលតែធ្វើឲ្យយើងមានយោនិសោមនសិកាល្អដូចជាឈឺយើងឈឺដដែលយើងមិនប្រកែកឈឺណាស់ញាតិញោមហ្នឹងដូចតែរឿងឈឺខ្មែរក៏ឈឺដែរបើជាងកន្លះខែហ្នឹងរៀកមិនសូវបានទេណាដើរច្រើនតិចហ្នឹងអាឡ័យប្រពន្ធយកឥឡូវហ្នឹងណាមិនសូវហ៊ាននៅបែកពីប្រពន្ធទេណាហ្នឹងឈឺដែរហ្នឹងចាប់ថាឈឺទេឈឺដែរណាហ្នឹងរឿងឈឺហ្នឹងមិនបានចូលចិត្តរឿងឈឺហ្នឹងរឿងហ្នឹងឈឺនឹងឈឺរបស់អីឈឺរបស់រូបបរិច្ចិននៅទាំងរូបតាមណារូបនឹងឯងជារបស់ក្រំគ្រារោគៈនិដ្ឋាំងជាទីប្រជុំចុងនៃរោគប្រភេទទៅនឹងជារបស់ហុយហិច្ចតៈជារបស់បែកធ្លាយពោធិសន្តេហោជារបស់មានក្លិនមិនល្អវរណន្តហេតុជីវិតាំងព្រោះថាជីវិតនេះមានការស្លាប់នៅខាងចុងបើវាមិនពុកផុយវាមិនទុនជ្រាយទេវាមិនមែនស្លាប់ទេវាជារបស់រឹងមាំហើយប៉ុន្តែដោយសារវាផុយវាជារបស់ចូលទៅកាន់ចាស់ជរាជាសម្បុកនៃរោគចឹងហើយទៅបានទីបំផុតនឹងឯងទៅត្រូវតែស្លាប់ណាហើយពេលឈឺហ្នឹងញាតិយើងចាស់ណាស់មើលនៅក្នុងជីវិតយើងតែពេលយើងឈឺរឿងឈឺហ្នឹងចូលចិត្តលើកណាស់ហ្នឹងញាតិយើងធ្លាប់ឈឺទេណាធ្លាប់ឈឺគ្រប់គ្នាទេណាឈឺមែនណាឈឺហ្នឹងមានសភាពឈឺមានជាទុក្ខវេទនាតាមផ្លូវកាយអញ្ចឹងទៅមិនមានទេណាជារបស់មានពិតហើយមិនអាចប្រកែកបានទេដល់តែពធហ្នឹងឲ្យពិចារណាថាអញឈឺជាធម្មតាទៅទៀតហ្នឹងពធហ្នឹងពង្រៀនដល់កន្លែងហ្នឹងទៀតហ្នឹងប៉ុន្តែឈឺដដែលហ្នឹងណាអាចជារបស់ល្អមកវិញក៏បានដែរណាព្រោះអ្នកខ្លះបើមិនតាន់ឈឺមិនតាន់នឹកឃើញធัวទេណាបានឈឺទៅអាចនឹកឃើញធัวខ្លះឬប្រាប់ប្រាស់ដតីទៀតក៏ចឹងដែរមកធ្លាប់ឮបាទសក់ឡៃសខំគាត់ប្រាប់ថាមានគ្រូពេទ្យម្នាក់ហ្នឹងគាត់ទៅតែមានប្រពន្ធថ្មីប្រពន្ធគាត់ស្អាតណាហើយដល់តែឈឺមហារីកស្លាប់ទៅតែមិនមហារីកទេឈឺកាច់ដៃកាច់ជើងវិញមុខវិញមាត់ស្លាប់ទៅគាត់ជាបាល់អត់បានគាត់ស្រែកយំទៅតែការហើយស្រែកយំទៅគាត់ស្រែកថាខ្ញុំនឹងរត់ចុះទៅក្នុងទឹកខ្ញុំមិនរត់ទៅក្នុងផ្សារទេតែពាក្យគាត់និយាយហ្នឹងណាគាត់និយាយថារត់ចុះទៅក្នុងទឹកហ្នឹងគឺគាត់រត់រកប្រធោណាគាត់ជប់រត់ចូលផ្សារហើយគាត់រត់ទៅរកទឹកម្ដងអាហ្នឹងបានដឹងខ្លួនអញ្ចឹងល្អផង
បើមិនទាន់បានវិញ្ញាណភរិយាហ្នឹងទេម្ល៉េះសមមិនអាចរត់ទៅរត់ទឹកបានទេអញ្ចឹងយើងថាការវិញ្ញាណហ្នឹងជារឿងអាក្រក់ណាស់ក៏មិនមែនហ្នឹងព្រោះយើងជ្រាបហើយដោយព្រះសម្មាសម្ពុទ្ធចេញបួសដោយសារឃើញអីដោយសារឃើញទេវទូតដោយសារឃើញចាស់ដោយសារឃើញឈឺដោយសារឃើញស្លាប់កុំតែបានរបស់ហ្នឹងមិនមែនព្រះសម្មាសម្ពុទ្ធទៅបួសទេម្ល៉េះសមនៅជាមួយស្រីស្នំហ្នឹងហើយបើនៅប្រយោជន៍បានកើតចំពោះព្រះអង្គទេអត់ទេទៅជាស្ដេចចាស់អីត្រូវមានធម៌អីធម្មតានៅក្នុងលោកហ្នឹងតទៅទៀតក៏ប៉ុន្តែនិយាយយ៉ាងនេះមិនដឹងគ្រប់គ្រងសេចក្តីវិនិច្ឆ័យទេគ្រាន់តែចង់បញ្ជាក់ថាការវិនិច្ឆ័យហ្នឹងវាអាចជាអារម្មណ៍នាំឲ្យយើងមានសេចក្តីតក់ស្លុតមានសេចក្តីសង្វេគដូចជាយើងឈឺដូចយើងហត់ណាឧទាហរណ៍ឲ្យឈឺល្ងាចហ្នឹងល្ងាចផ្សាយពធឧទាហរណ៍ព្រឹកផ្សាយពធហើយយើងក៏ឈឺទៅតែឈឺហ្នឹងបើមិនជាយើងបណ្ដាច់បណ្ដោយតាមសេចក្តីខ្ជិលផងយើងអាងលេះឈឺហ្នឹងយើងខ្ជិលស្ដាប់ធម៌បាត់ទៅហើយអាងឈឺក៏សម្រាប់ទៀតតែបើមានមនសិការៈល្អគឺថាឥឡូវនឹងឈឺប៉ុណ្ណឹងចុះបើបន្តិចទៀតវាឈឺជាងហ្នឹងទៅអត់បានស្ដាប់ពធទៅយើងគិតយ៉ាងម៉េចអាហ្នឹងតែមានមនសិការៈល្អនេះណាដែលយើងអាចទៅត្រង់បានយើងអាចទៅស្ដាប់ពធបានអាហ្នឹងយើងស្ដាប់ទៅហើយចុះបើបន្តិចទៀតវាឈឺជាងហ្នឹងតែអាចស្ដាប់ធម៌បានទៀតទេតែអាចពិចារណាសេចក្តីនៃពធបានទៀតទេក៏ប៉ុន្តែឈឺប៉ុណ្ណឹងដដែលបើយើងបណ្ដាច់បណ្ដោយឲ្យសេចក្តីខ្ជិលហ្នឹងគ្រប់សង្កត់ចិត្តយើងអាហ្នឹងមានតែបាត់មញ៉េចោលឬក៏សម្រាប់ហ្នឹងអត់ស្ដាប់ពធទេរបស់មួយយើងចាត់ថារបស់ហ្នឹងអាក្រក់ណាស់ក៏មិនមែនរបស់ហ្នឹងល្អក៏មិនមែនក៏ប៉ុន្តែនៅលើបញ្ញាអញ្ចឹងបានប្រធូរហ្នឹងសម្ដេចតែសុខទោសាំងលក្ខណៈបញ្ញាការស្ដាប់ប្រធូរដោយល្អដើម្បីបាននៅបញ្ញាដើម្បីមានបញ្ញាហ្នឹងដើម្បីគ្រប់គ្រងសន្តានចិត្តរបស់យើងមិនមានវិធីណាមួយទៅកែប្រែរឿងខាងក្រៅទេញាតិញោមចង់បានសេចក្តីសុខដែលញាតិញោមប្រាថ្នាសេចក្តីសុខមិនមែនទៅហាម5រឿងខាងក្រៅឲ្យយើងស្ដាប់តែបានសេចក្តីសុខទេណាឧទាហរណ៍ថាគេជេរយើងចឹងណាយើងខឹងរឿងពាក្យដែលគេជេរយើងអាចទេអាចដើម្បីថាអ្នកដទៃឲ្យអ្នកកុំជេរខ្ញុំអីកុំបញ្ជូនទោសឲ្យខ្ញុំច្រើនពេកខ្ញុំទទួលមិនបានទេដើរហាមមាត់គេគ្រប់គ្នាចឹងថាគេជេរហ្នឹងគេបញ្ជូនទោសឲ្យយើងបញ្ជូនការខឹងឲ្យយើងណាអញ្ចឹងរឿងហ្នឹងដែលយើងទៅហាម5មាត់គេហ្នឹងត្រូវដែរទៅអញ្ចឹងត្រូវដែរណាអត់ទេអញ្ចឹងរឿងដែលត្រូវធ្វើម៉េចអប់រំចិត្តយើងមានទេហ្នឹងហើយអប់រំចិត្តយើងរឿងខាងក្រៅវាជារឿងរបស់គេណាតែសេចក្តីនៅក្នុងពធថ្ងៃនេះស្មាននឹងចង់ជំរាបឲ្យបាននៃសេចក្តីនៃពធហ្នឹងបានបត់ពិចារណាខ្លះតែយើងមិនបានមានសតិប្បដ្ឋានហើយយ៉ាងម៉េចក៏អាចថាយើងបានដឹងណាបានដឹងថារឿងខាងក្រៅវាជារឿងដាច់ដោយឡែកអញ្ចឹងទៅមិនចាំបាច់ដល់សតិប្បដ្ឋានកំណត់ដឹងនាមរូបទេហ្នឹងដែលស្មានសម្ដែងហ្នឹងមិនចង់បានថាបើយើងត្រូវតែមានសតិប្បដ្ឋានត្រឹមតែសម្លេងត្រឹមតែជាក្លិនត្រឹមតែជារូបអីដឹងនាមរូបដែលកើតឡើងរលត់ទៅអីយ៉ាងម៉េចវាមិនងាយទេរឿងហ្នឹងជារឿងមិនងាយទេក៏ប៉ុន្តែត្រឹមតែដឹងថារឿងហ្នឹងវាមិនមែនជារឿងត្រូវហាមឃាត់ជារឿងផ្សេងឲ្យបានដឹងអញ្ចឹងពេលសភាវៈកើតហ្នឹងឲ្យបានដឹងថារឿងជុំវិញខ្លួននេះវាជារឿងផ្សេងបានដឹងតែប៉ុណ្្នឹងល្អណាខ្លាចតែយើងក៏អត់បានដឹងអញ្ចឹងណាដែលមិនបានដឹងហ្នឹងទៅជារឿងគួរឲ្យគ្រោះថ្នាក់ត្រូវបោះបង់ខ្លួនឯងចោលសបាទៅចាប់រឿងអត់បានការមកធ្វើជារឿងដើម្បីដោះស្រាយតែទីបំផុតដោះស្រាយនៅតែមិនរួចហ្នឹងមិនមានការដោះស្រាយណាបានរួចដោយសេចក្តីប្រកាន់ទេទីបំផុតការដោះស្រាយដោយសេចក្តីប្រកាន់លទ្ធផលគឺតោមនស្សព្រោះมันអាចកែប្រែនៅរបស់ពិតបានតែបញ្ញាដែលកើតឡើងដើម្បីទទួលការពិតទៅអាចដើម្បីបញ្ចប់បញ្ហាបានហ្នឹងតែនិយាយដូចញ៉ៃច្រើនពេកញ៉ៃតែមិនបានស្ដាប់ទេនិយាយនឹងចង់ឲ្យមានបទពិចារណាហើយរឿងទាំងអស់ហ្នឹងមានក្នុងជីវិតយើងដែលយើងត្រូវជួបរាល់ថ្ងៃអត់មានរឿងនៅឯណាមិនចង់លើករឿងទេវតាមានព្រំឯណាទេមិនចង់និយាយឲ្យច្រើននៅក្នុងជីវិតរបស់យើងព្រោះយើងនឹងត្រូវរស់ជាមួយនឹងខ្លួនយើងហ្នឹងយើងមិនមែនទៅរស់ជាមួយទេវតាយើងមិនមែនទៅរស់ជាមួយប្រព្រំទេយើងរស់ជាមួយខ្លួនយើងរស់ជាមួយនឹងភ្នែកជាច្រមុះដានកាយចិត្តរបស់យើងណាបានជាខំលើកនៅបញ្ហាទាក់ទងនឹងផ្លូវភ្នែកជាច្រមុះដានកាយហ្នឹងដែលជារបស់មិនបានស្គាល់គ្នាសោះនេះចិត្តហ្នឹងមើលចិត្តតែយើងជាយើងរបស់ចិត្តដែលព្រះអរហន្តលោកលើកឡើងមកហ្នឹងដើម្បីអីដើម្បីដកចោលនៅសេចក្តីប្រកាន់ណាដកចោលនៅសេចក្តីប្រកាន់ហ្នឹងឃើញនៅនាមរូបប៉ុន្តែឥឡូវយើងវាមិនងាយមានបញ្ញាក្នុងការពិចារណានាមរូបអីយ៉ាងណាដឹងបញ្ញត្តិក៏ដឹងទៅចុះក៏ប៉ុន្តែចម្រើននៅមេត្តាណារាល់ពេលដែលបានដឹងបញ្ញត្តិទាំងអស់នោះជំនួសនៅការខឹងក្រោធសិតសំនៅចិត្តមេត្តាព្រោះមេត្តានឹងអាចមានបញ្ញត្តិជាអារម្មណ៍
ណាកុសលស្នាមេត្តាមានបញ្ញត្តិជាអារម្មណ៍បានយើងកុំចិត្តថារៀនធัวទៅបានស្ដាប់ពីបរមត្ថហើយអារម្មណ៍នៃសតិប្បដ្ឋានគឺតែខ្លួនឯងហ្នឹងបានស្ដាប់ទៅធัวជ្រៅហើយដល់តែជុំវិញខ្លួនរាល់ថ្ងៃដែលមានការដឹងបញ្ញត្តិនោះយើងអត់ខ្វល់ខ្វាយយើងគិតតែទៅចម្រើនសតិប្បដ្ឋានយើងគិតតែទៅគិតធัวបរមត្ថហើយយើងអត់បានរស់នៅជាមួយនឹងអ្វីដែលជុំវិញខ្លួនយើងឲ្យបានល្អអាហ្នឹងវាមិនមែនទេក៏ប៉ុន្តែរឿងហ្នឹងក៏បានមកឧបនិស្ស័យនៃសតិប្បដ្ឋានណាហើយកាលណាដែលយើងផ្ដើមរឿងហ្នឹងក៏ជាកម្លាំងដល់សតិប្បដ្ឋានបដិបត្តិទៅវិញទៅមកអញ្ចឹងហ្នឹងហើយបើយើងគិតតែមួយណាមិនបានទេឧទាហរណ៍យើងគិតតែស្ដាប់ពធតែមេរៀនពធអីចឹងទៅតែដល់តែជីវិតបច្ចុប្បន្នយើងអាចបានគិតគូររស់នៅជាមួយជីវិតបច្ចុប្បន្នដោយចម្រើនមេត្តាចម្រើនករុណាចំពោះអ្នកដែលរស់នៅជិតគ្នាហ្នឹងកុំសង្ឃឹមតែកុសលធម៌ចម្រើនវាអត់ចម្រើនទេហ្នឹងព្រោះពធដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហ្នឹងក្នុងខណាក៏ប្រព្រឹត្តទៅដើម្បីចម្រើនបុណ្យកុសលដូចគ្នាហើយបុណ្យកុសលថ្នាក់ទានក៏ដោយថ្នាក់សិលក៏ដោយសិតតែជាកម្លាំងដល់សតិប្បដ្ឋានបដិបត្តិទាំងអស់ឲ្យតែយើងធ្វើត្រូវប្រកបដោយបញ្ញានឹងសិតតែជាកម្លាំងដល់បញ្ញាក្នុងការប្រតិបត្តិសតិប្បដ្ឋានបដិបត្តិបានទាំងអស់ឲ្យតែបុណ្យកុសលនោះប្រកបដោយបញ្ញានឹងទៅបានជាពេលដែលព្រះអង្គសម្ដែងធម៌យើងធ្លាប់លើព្រះអង្គសម្ដែងអនុបពីកថាណាព្រះអង្គតែងតែសម្ដែងអំពីអនុបពីកថាជាបែបអនុបពីកថាសម្ដែងតាមលំដាប់តាំងពីទានណារួចមកសិលរួចមកព្រះអង្គសម្ដែងពីស្ថានសួគ៌រួចមកព្រះអង្គសម្ដែងពីទោសរបស់កាមរួចមកព្រះអង្គទ្រង់សម្ដែងអំពីអានិសង្សនៃការចេញបួសរួចមកប្រកាសសច្ចធម៌ភ្លាមព្រះអង្គប្រកាសសច្ចធម៌ម្ដងមិនបានទេសម្រាប់អ្នកដែលមិនតន់យល់ចូលចិត្តណាត្រូវបានជាសម្ដែងអំពីទាននោះវាមានផលយ៉ាងម៉េចអញ្ចឹងបានស្មានថាទានសិលនឹងក៏ដោយរឿងមេត្តាចិត្តចម្រើនរាល់ថ្ងៃនឹងក៏ដោយសុទ្ធតែជាឧបការៈដល់បញ្ញាថ្នាក់សតិប្បដ្ឋានបានទាំងអស់ព្រោះវាសន្សំមកតាមសន្តានចិត្តយើងទាំងអស់អត់មានបាត់ទៅណាទេហ្នឹងណាជារឿងធម្មជាតិដែលសន្សំសន្តានតែឈ្មោះតែចិត្តហ្នឹងដោយអត្ថសន្សំនៅសន្តានដោយអំណាចជាវនៈវិថីពីម្សិលមិញធ្វើអីខ្លះហ្នឹងដែលសន្សំពីម្សិលមិញធ្វើអីខ្លះហ្នឹងមកដល់ថ្ងៃនេះវាអត់មានបាត់ទៅណាទេសន្សំពុះផ្ដុំនៅក្នុងគណៈចិត្តមួយដួងហ្នឹងបានគ្រប់ទាំងអស់អត់មានជ្រុះល្បិចទៅណាទេណាសូម្បីតែគណៈចិត្តដែលយើងស្ដាប់ប្រធមដែលជាមហាកុសលថ្នាក់ស្ដាប់ប៉ុន្តែសន្តាននៃការសន្សំអកុសលទាំងអស់ក៏វានៅជាមួយគ្នាហ្នឹងទៅជាអនុស័យទៅជាឧបនិស្ស័យទៅជាអព្យាស្រ័យណាដូច្នេះបានជាយើងចាំបាច់ត្រូវសន្សំឧបនិស្ស័យផ្នែកសេចក្តីល្អឲ្យបានច្រើននឹងដូចញាតិញោមម្ចាស់ដើមបុណ្យអីដែលធ្វើបុណ្យទៅអាចថាមិនយំសោកអីខ្លាំងហ្នឹងក៏ព្រោះឧបនិស្ស័យបុណ្យកុសលហ្នឹងណាឧបនិស្ស័យបុណ្យកុសលវាពុកសំទាំងអតីតនិងបច្ចុប្បន្នហ្នឹងវាមានកម្លាំងវាចេះតែឲ្យគិតឃើញបើទុកជាមានសេចក្តីសោកហ្នឹងក៏ប្រភេទអញ្ចឹងទៅទេវាមិនដល់ទៅថ្នាក់គិតអីឡែកឃើញអីទៅទេណាហើយដល់តែអត់មានពធជាគ្រឿងខំប្រងស្មារតីមកដូចយើងបដាចាទៅជាយ៉ាងម៉េចទៅជាឡប់ទៅជាអនត្តមនោមានចិត្តមិនមែនជារបស់នៃខ្លួនអញ្ចឹងទៅណាចុងក្រោយនៃពធនេះស្មាគ្រាន់តែដាក់ទឿនប្រាំរំលឹកស្មារតីថាណាដែលយើងរស់នៅរាល់ថ្ងៃនេះណាយើងត្រូវធ្វើខ្លួនឯងជាម្ចាស់ចិត្តណាយើងដឹងថាចិត្តគ្មាននរណាជាម្ចាស់ទេក៏ប៉ុន្តែយើងនិយាយដោយបញ្ញាយើងអាចធ្វើខ្លួនយើងជាម្ចាស់ចិត្តកុំឲ្យចិត្តគំនិតនឹងដឹកនាំយើងទៅនៅក្នុងអំពើអាក្រក់សពគ្រប់ប្រការព្រោះមួយថ្ងៃចិត្តនឹងឯងត្រូវបានខ្ជិលយកទៅប្រើច្រើនណាស់ខ្ញុំជ្រាបទេដែលថាចិត្តនឹងត្រូវបានយកទៅប្រើដែរក្នុងជីវិតយើងដែលបានយកទៅប្រើដែរហ្នឹងហើយឥឡូវយើងត្រូវតែតាំងខ្លួនឯងជាអ្នកគ្រាន់បានដណ្ដើមចិត្តគំនិតពីយើងអំពីបាបអកុសលមកឲ្យនៅក្នុងរឿងទូនមានចិត្តណានេះដូចជាប្របែកស្ដាប់ត្រង់ថាចិត្តកើតឡើងព្រោះបច្ច័យមិនមានសត្វមិនមានបុគ្គលឥឡូវឲ្យដណ្ដើមចិត្តពីណាហើយនេះនិយាយក្នុងវោហានៃការទេសនាដើម្បីឃុំគ្រងនៅសន្តានចិត្តហ្នឹងឯងឲ្យឆ្ងាយពីបាបអកុសលព្រោះបាបអកុសលហ្នឹងយើងដឹងហើយមិនមែនយើងអ្នកធ្វើទេហើយនេះដែលយើងត្រូវស្ដាប់មកកលៈទៀតដើម្បីកុំឲ្យយើងក្តៅក្រហាយខ្លួនឯងទេដែលយើងមិនមានធัวជាគ្រឿងអប់រំស្មារតីហ្នឹងតែទៅជាប់ខ្លួនឯងគួរធ្វើអាក្រក់គួរធ្វើបាបហើយយើងណាដែលមិនឆ្លត់ធ្វើបាបមានគ្រប់គ្នា
Nè,ប៉ុន្តែបើយើងអត់មានបញ្ញាក្នុងការកាត់ក្តីរឿងហ្នឹងទេវាទៅតែបន្ទោសខ្លួនឯងក្នុងរឿងធ្វើបាបតាមពិតបាបមិនមែនជារបស់ដែលយើងធ្វើទេបាបជាសត្រូវរបស់យើងបើនិយាយដោយមោហានៃការទេសនាដែលត្រង់ថាយើងត្រូវដណ្ដើមចិត្តកំណត់អំពីបាបមកវិញគឺបាបជាសត្រូវរបស់យើងរឿងអីដែលយើងនៅតែគិតថាយើងជាអ្នកធ្វើបាបឲ្យបាបនោះឯងញ៉ាំងសន្តានចិត្តយើងឲ្យក្រៅប្រហាយត្រង់ហ្នឹងដែលសម្ដែងថាធ្វើទាំងឡាយជាអនត្តាដែលសូម្បីតែអកុសលទាំងអស់នោះវាមិនមែនទៅលើអំណាចសត្វបុគ្គលទូខ្លួនណាទេកើតឡើងព្រោះបច្ច័យក៏ប៉ុន្តែមិនមែនបណ្ដាច់បណ្ដោយឲ្យធ្វើទាំងអស់នោះចេះតែកើតតទៅទៀតទេប្រសិនបើធ្វើវាយ៉ាងណាហើយវាចេះតែយ៉ាងហ្នឹងហើយសាសនាព្រហ្មចរិយធម៌នេះមិនចាំបាច់ប្រកាសទេព្រោះបើវាយ៉ាងម៉េចវាអញ្ចឹងហើយមិនកែបានផងទៅទីហៅថាធ្លាប់តែកែខ្ញុំនៅតែកែអញ្ចឹងធ្លាប់តែខឹងខ្ញុំនៅតែខឹងអញ្ចឹងធ្វើម៉េចធ្វើសម្ដែងថាហេតុបច្ច័យវាមិនមែនលើខ្ញុំអាហ្នឹងយើងនិយាយអញ្ចឹងដូចជាថាយើងនៅអត់បានស្គាល់ធម៌អីទៅសោះអត់បានស្គាល់តម្លៃធម៌ថាធម៌ហ្នឹងអាចកែប្រែឧបនិស្ស័យរបស់មនុស្សបាននោះកាយប្រយោគបច្ចេកប្រយោគហ្នឹងវាអាចជាប្រយោគអញ្ចឹងពិតមែនហើយក៏ប៉ុន្តែប្រសិនបើវាយ៉ាងម៉េចនៅតែអញ្ចឹងដដែលនោះធ្វើម៉េចនឹងអាចនិយាយបានថាការស្ដាប់ព្រះធម៌នាំមកនូវបញ្ញាការដែលបានស្ដាប់ព្រះធម៌បានយល់បានសច្ចធម៌កំចាត់បងនៅអកិលេសអវិជ្ជាសពគ្រប់ប្រការបានតែនឹងវាទល់តែធម៌នឹងឯងវាមានសិទ្ធិអំណាចក្នុងការកែប្រែធម្មជាតិហើយក៏ប៉ុន្តែកែប្រែដោយអំណាចបច្ច័យនៃធម៌នោះវាគ្រាន់តែថាធម៌នោះវាមិនមែននៅលើអំណាចយើងអានេះវាចេះតែពាក្យហ្នឹងណាធម៌ដែលជាបញ្ញាដែលចម្រើនឡើងដោយការស្ដាប់ដោយការសិក្សាដោយការសន្សំបុណ្យទានសពគ្រប់ហ្នឹងវាមានកម្លាំងខ្លាំងវាមានតួនាទីក្នុងការកម្ចាត់បងនៅបាបអកុសលឬក៏អនុស្ស័យកិលេសវាអាចកម្ចាត់បងបានអញ្ចឹងក៏ប៉ុន្តែកម្ចាត់បងដោយធម៌មិនមែនយកអំណាចសត្វបុគ្គលយកទៅកម្ចាត់បងទេតែការគង់នៅព្យាយាមគឺជាកតបកិច្ចឬថាជារឿងដែលត្រូវប្រារព្ធនៅក្នុងសន្តានចិត្តនឹងដូចជាយើងតាំងចិត្តថាខ្ញុំនឹងវាចាក់ការសម្លាប់សត្វតាមពិតពាក្យខ្ញុំហ្នឹងគឺសំដៅទៅលើចេតនារបស់ខ្លួនយើងដែលមិនមានអ្នកដទៃណាតាំងចិត្តវាចាក់ជំនួសយើងបានដើម្បីមិនឲ្យច្រឡំអ្នកដទៃហ្នឹងអញ្ចឹងតែតាមពិតចេតនាដែលវាចាក់កាលណាតែបាននោះគឺជាចេតសិកធម៌ណាមានចេតសិកធម៌តាំងចេតនាដើម្បីវាចាក់ឃើញទេកាលណាចេតនាក្នុងការវាចាក់ការសម្លាប់សត្វកើតឡើងហើយអាចប្រឆាំងបានណាប្រឆាំងអីប្រឆាំងអកុសលថ្នាក់ទ្រុសិលកុសលថ្នាក់ទានកើតឡើងប្រឆាំងកុសលអកុសលថ្នាក់មច្ឆរិយៈកុសលថ្នាក់សិលកើតឡើងលះបង់នៅអកុសលថ្នាក់ទ្រុសិលឃើញទេនឹងកុសលថ្នាក់ជាតិកើតឡើងសង្កត់នៅអកុសលផ្នែកជាបាតៈឬក៏កម្មវិតកៈបើថាវិបស្សនាកើតឡើងក៏វាកាន់តែជ្រើតទៅទៀតក៏ប៉ុន្តែវានៅលើអំណាចនៃការតាំងសេចក្តីជាយាមជាវិរិយុបេខាដែលជាសេចក្តីជាយាមផ្នែកកណ្ដាលមិនត្រឡប់ទៅរកការបាត់បង់ស្មារតីដោយត្រង់គឺយើងជាអ្នកមានបញ្ញានឹងឯងហ្នឹងដូច្នេះដើម្បីកុំឲ្យសន្តានចិត្តហ្នឹងវាមានសេចក្តីសៅមងនៅពេលចិត្តស្លាប់តែយើងត្រូវប្រឈមមុខទាំងអស់គ្នាមិនមែនតែសម្រាប់ប្រមាណសប្តាហ៍នេះយើងដែលកំពុងស្ដាប់ធម៌នេះយើងនឹងមានថ្ងៃនោះដោយច្រើនសត្វលោកដែលទៅអបាយគឺច្រើនពេលដែលចិត្តស្លាប់នឹងមានសេចក្តីក្តៅក្រហាយដោយនឹកឃើញថាបាបអញបានធ្វើហើយហ្នឹងឃើញច្បាស់ថាអញបានធ្វើបាបហើយតែប្រធមថ្ងៃនេះចង់ប្រមូលញាតិញោមឲ្យគិតថាបាបមិនមែនយើងអ្នកធ្វើទៅតាមពិតបាបជាសត្រូវរបស់យើងដែលជាវត្ថុដែលយើងក៏បីលះបង់ទៅដែរហ្នឹងហើយនៅក្នុងបុណ្យកុសលនោះក៏ដូចគ្នាអញ្ចឹងជាអនត្តាធម៌ក៏ប៉ុន្តែចង់និយាយនៅក្នុងរឿងនេះដើម្បីឲ្យយើងចេះទូលមានសន្តានចិត្តរបស់ខ្លួនយើងកុំឲ្យវាក្តៅក្រហាយកុំឲ្យវាចេះតែស្ដីបន្ទោសខ្លួនឯងនោះហើយយើងជ្រាបហើយយើងមានចង់ឲ្យខ្លួនយើងបានសេចក្តីសុខម្ដងណាហ្នឹងបើបាបយើងមិនបានធ្វើចុះបាត់ក៏មិនមែននៅលើយើងដែរណាមកក៏មិនមែននៅលើយើងដែរសញ្ញាកុសលធម្មបរិច្ចកុសលធម្មឧបច្ចយៈហេតុបច្ចយាព្រះអង្គសួរថាកុសលធម៌អាស្រ័យកុសលធម៌កើតឡើងព្រោះហេតុបច្ច័យក៏បីមានឬកុសលធម្មបរិច្ចកុសលធម្មណាកុសលធម៌អាស្រ័យកុសលធម៌កើតឡើងព្រោះហេតុបច្ច័យក៏បីមាននេះកុសលធម៌ជាបច្ច័យដល់កុសលធម៌នៅក្នុងពីបឋានព្រះអង្គប្រាប់ដែរវាអត់មានសត្វបុគ្គលញ៉ាំកុសលឲ្យកើតអត់មានទេដោយបរមត្ថតែក្នុងបញ្ញត្តិយើងថានិយាយយើងធ្វើបុណ្យហ្នឹងប៉ុន្តែក្នុងវោហារនៃការទេសនាដូចជានិយាយថាត្រូវប្រឆាំងជាមួយបាបអកុសលយើងមិនត្រូវយកសត្រូវយកពុទ្ធហੰតហមំសង្ឃហੰសារណង្គាចហាមិ